ជំរាបសួរទូរទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់ការផ្សាយរបស់នីតិទីផ្សារការងារនិងមុខរបរនីតិទីផ្សារការងារនិងមុខរបររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមនាំមកជូនទូរទស្សនិកជននិងមេតិការព័ត៌មានសំខាន់ៗដូចតទៅ1បទយល់ការស្ដីអំពីក្រសួងការងារបានផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញទន់ជូនកម្មករនិយោជិតនៅតាមបណ្ដារោងចក្រ2ព័ត៌មានជ្រើសរើសបុគ្គលិកសំខាន់ៗនៅក្នុងប្រទេសនាសប្ដាហ៍នេះជាបន្តទៅទីនេះសូមអញ្ជើញទូរទស្សនិកជនតាមដានទស្សនាកម្មវិធីរបស់យើងខ្ញុំដូចតទៅថ្ងៃនេះខ្ញុំនៅរោងចក្រ Kaiwell ហើយបានមកចូលរួមជួយបដិបដាលកម្មកររោងចក្ររបស់យើងពាក់ព័ន្ធមួយចំណេញទុនហើយវាជាជំនាញសំខាន់មួយដែលពាក់ព័ន្ធជាមួយនឹងការរៀបចំគោលដៅពាក់ព័ន្ធជាមួយនឹងរៀបចំក្រុមការងារធ្វើការជាក្រុមកិច្ចជំនាញការចរចាព្រោះជារឿងសំខាន់ដែលយើងធ្វើការគ្នាច្រើនរាប់ពាន់អ្នកអញ្ចឹងមិនថាក្នុងចំណោមកម្មករទេប៉ុន្តែនៅក្នុងរវាងកម្មករជាមួយថ្នាក់ដឹកនាំហ្នឹងក៏គាត់ត្រូវការនឹងដែរការប្រស្រ័យតាក់ទងហ្នឹងព្រោះជំនាញរឹងទៅលើរឿងជំនាញកាត់ដេរជំនាញអីជារឿងមួយប៉ុន្តែពាក់ព័ន្ធជាមួយនឹងការប្រស្រ័យតាក់ទងជារឿងសំខាន់លើសពីនឹងទៀតក្នុងការប្រស្រ័យតាក់ទងធ្វើការជាក្រុមដើម្បីជាប្រយោជន៍រួមដល់រោងចក្រការសិក្សាវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល2ថ្ងៃដែលមានមេរៀនដូចជាជំនាញនៃការទំនាក់ទំនងនិងសិល្បៈនៃការចរចាការបំពេញការងារជាក្រុមមូលដ្ឋានច្បាប់ស្តីពីការងារនីតិវិធីដោះស្រាយវិវាទការងារសិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិតអត្ថប្រយោជន៍បសសសុវត្ថិភាពនិងសុខភាពការងារ OSH និងវិធានការបង្ការជំងឺ COVID-19ឥឡូវនេះខ្ញុំបានសិក្សាស្វែងយល់ពីការរៀនវគ្គជំនាញទន់ហើយខ្ញុំបានសិក្សាស្វែងយល់បានច្រើននិងយល់ដឹងបានច្រើនពីការសិក្សាវគ្គជំនាញទន់បន្ទាប់ពីខ្ញុំបានសិក្សាមកគឺខ្ញុំរឹតតែស្វែងយល់ដឹងថាវគ្គជំនាញទន់ហ្នឹងគេរៀនពីអីបាទហើយជាចុងក្រោយនេះខ្ញុំសូមអរគុណដល់ក្រសួងការងារនិងមន្ទីរការងារដែលពាក់ព័ន្ធទាំងអស់ក៏ដូចជាក្រុមការងារបងដែលចុះមកបង្រៀនផ្ទាល់នេះបាទខ្ញុំបាទសូមអរគុណពេលដែលខ្ញុំបានរៀនជំនាញទន់នៅខាងជាមួយនឹងលោកគ្រូហើយគឺខ្ញុំស្វែងយល់ច្រើនកាលពីមុនពួកខ្ញុំអត់ទាន់ដឹងថាជំនាញទន់ហ្នឹងជាស្អីគេហើយរៀននៅរបៀបម៉េចហើយយើងប្រើជំនាញទន់ហ្នឹងដើម្បីដោះស្រាយរបៀបម៉េចការងារជាក្រុមហ្នឹងរបៀបម៉េចតែដល់ពេលបានរៀនហើយគឺខ្ញុំយល់ដឹងច្រើនហើយគឺអាចអនុវត្តខ្លួនឯងទៅថ្ងៃមុខកើតខ្ញុំចុងក្រោយក៏ខ្ញុំសូមអរគុណដល់លោកគ្រូអ្នកគ្រូដែលបានមកចុះមកបង្រៀន
កម្មករនៅរោងចក្រខ្សែទាំងអស់គ្នាឲ្យបានស្វែងយល់និងចេះមានការចំណេះដឹងសម្រាប់ថ្ងៃអនាគតនិងថ្ងៃខាងមុខឲ្យចេះការខ្លួនឯងទៅថាចេះគិតចេះស្វែងយល់ដឹងថាអ្វីខុសអ្វីត្រូវហើយដូចថាមិនមានបន្ទុកដាក់លើអ្នកណាតែទីនេះនាងខ្ញុំសូមជម្រាបជូនព័ត៌មានជ្រើសរើសបុគ្គលិកសំខាន់នៅក្នុងប្រទេសនាសប្តាហ៍នេះក្រុមហ៊ុន Eon Cambodia Co Ltd បានបើកដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ2014មកនោះនាពេលបច្ចុប្បន្នត្រូវការជ្រើសរើសបុគ្គលិកទាំងពីរភេទជាច្រើនអ្នកដូចខាងក្រោមលក្ខខណ្ឌនៃការជ្រើសរើសរៀនចប់ថ្នាក់ទី12ឬកំពុងរៀននៅមហាវិទ្យាល័យមានអាយុចាប់ពី18ឆ្នាំឡើងទៅមានភាពស្មោះត្រង់អំណត់រួសរាយរាក់ទាក់និងរហ័សរហួនចូលចិត្តខាងទំនាក់ទំនងជាមួយអតិថិជនមានឆន្ទៈនៅក្នុងការអភិវឌ្ឍខ្លួនក្រុមហ៊ុននឹងផ្ដល់ជូននៅការបណ្ដុះបណ្ដាលមុនពេលចូលបម្រើការងារប្រាក់ខែសមរម្យប្រាក់លើកទឹកចិត្តប្រចាំខែការធានារ៉ាប់រងនៅក្នុងម៉ោងការងារមានផ្ដល់ជូនអាហារមួយពេលនិងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតបើបេក្ខជនបេក្ខនារីមានចំណាប់អារម្មណ៍ចំពោះការងារខាងលើសូមទំនាក់ទំនងមកកាន់ទីភ្នាក់ងារជាតិមុខរបរនិងការងារតាមរយៈលេខទូរស័ព្ទ016 78 66 55ផ្សារទំនើបម៉ាក្រូគឺជាផ្សារបោះដុំធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយបើកដំណើរការតាំងពីឆ្នាំ2017មកនោះនាពេលបច្ចុប្បន្នត្រូវការជ្រើសរើសបុគ្គលិកទាំងពីរភេទជាច្រើនអ្នកដូចខាងក្រោមលក្ខខណ្ឌនៃការជ្រើសរើសត្រូវរៀនចប់ថ្នាក់ទី12មានអាយុចាប់ពី18ឆ្នាំឡើងទៅចេះភាសាអង់គ្លេសខ្លះៗកាន់តែប្រសើរមានភាពស្មោះត្រង់អំណត់រួសរាយរាក់ទាក់និងរហ័សរហួនចូលចិត្តខាងទំនាក់ទំនងជាមួយអតិថិជនមានឆន្ទៈនៅក្នុងការអភិវឌ្ឍខ្លួនក្រុមហ៊ុននឹងផ្ដល់ជូននៅការបណ្ដុះបណ្ដាលមុនពេលចូលបម្រើការងារប្រាក់ខែសមរម្យប្រាក់លើកទឹកចិត្តប្រចាំខែនិងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតបើបេក្ខជនបេក្ខនារីមានចំណាប់អារម្មណ៍ចំពោះការងារខាងលើសូមទំនាក់ទំនងមកកាន់ទីភ្នាក់ងារជាតិមុខរបរនិងការងារតាមរយៈលេខទូរស័ព្ទ016 78 66 55លើសពីនេះនៅក្នុងសប្តាហ៍នេះទីភ្នាក់ងារជាតិមុខរបរនិងការងារបានប្រមូលនិងផ្សព្វផ្សាយនៅព័ត៌មានជ្រើសរើសបុគ្គលិកជាច្រើនប្រភេទជាច្រើនកន្លែងបន្ថែមទៀតអាស្រ័យហេតុនេះប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើអាចទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលការងារដែលស្ថិតនៅរាជធានីភ្នំពេញទូរស័ព្ទលេខ077 23 23 78 ខេត្តសៀមរាបទូរស័ព្ទលេខ016 53 66 និង55ខេត្តបាត់ដំបងទូរស័ព្ទលេខ016 92 66 និង55ខេត្តកំពតទូរស័ព្ទលេខ016 50 66 និង55ខេត្តស្វាយរៀងទូរស័ព្ទលេខ016 64 66 និង55ខេត្តកំពង់ចាមទូរស័ព្ទលេខ016 65 66 និង55ខេត្តតាកែវទូរស័ព្ទលេខ016 67 66 និង55ខេត្តព្រៃវែងទូរស័ព្ទលេខ081 78 66 និង55ខេត្តកំពង់ធំទូរស័ព្ទលេខ016 83 66 និង55ខេត្តបន្ទាយមានជ័យទូរស័ព្ទលេខ016 32 66 និង55ខេត្តព្រះសីហនុទូរស័ព្ទលេខ081 85 66 និង55ឬចូលមើលគេហទំព័រដែលមានអាសយដ្ឋាន www.nea.gov.kh និងគេហទំព័ររបស់អង្គភាពព័ត៌មាននិងព្រឹត្តិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី www.pressocm.gov.kh ផងដែរ
នាងខ្ញុំសូមថ្លែងអំណរគុណចំពោះការតាមដានទស្សនារបស់អស់លោកអ្នកនីតិទីផ្សារការងារនមូរបររបស់ទីភ្នាក់ងារជាតិមូរបរនិងការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងវិលមកជួបទូរទស្សនិកជននៅសប្ដាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលសម្រាប់សប្ដាហ៍នេះសូមអរគុណសូមគោរពលា